បាទបងប្អូនខ្ញុំសូមជម្រាបអំពី rule ឬក៏លក្ខខណ្ឌនៃaccount ពិសេសនេះបន្តិច account VIP នេះបន្តិចដោយសារតែ account យើងជាប្រភេទ account VIP ដែល fix spread អញ្ចឹងហើយអឺសូមបងប្អូនកុំធ្វើការ trade នៅម៉ោងប្រហែលជាម៉ោង4ទៅ4ព្រឹកហ្នឹងរហូតមកដល់ម៉ោង7ព្រឹកចាំយើងធ្វើការ trade និយាយទៅយើងចន្លោះម៉ោងពី4ម៉ោង4ព្រឹកម៉ោង4ព្រឹករហូតដល់ម៉ោង7មកបងប្អូននេះជា rule មួយរបស់ account fix spread ទូទាំងក្រុមហ៊ុនទាំងអស់គឺគេកំណត់ rule បែបហ្នឹងដោយសារតែ account fix spread ទោះបីជាផ្សារហែកឡើងលើប៉ុណ្ណេះក៏ដោយក៏ arbit របស់វានៅតែ25ចឹងដែរសម្រាប់ broker ដែលខ្ញុំណែនាំបងប្អូនណាគឺនៅតែ25អញ្ចឹងបើសិនជាផ្សារហែកទៅប៉ុណ្ណឹងក៏នៅតែ25ដែរហើយចំពោះ account ដែលមិនមែនជា account VIP fix spread វិញបើផ្សារឡើងកត្រាក់បែបហ្នឹងនៅថ្ងៃដែលបើកផ្សារនៅម៉ោងដែលបើកផ្សារពេលព្រឹកហ្នឹងគឺ spread វាអាចហែកធំអញ្ចឹងអ្នក trade គាត់អត់ចំណេញទេដោយសារតែ spread ធំប៉ុន្តែបើសិនបើ account fix spread តែនឹងគាត់ចំណេញច្រើនអញ្ចឹងបានគេហាមឃាត់អានឹងគេហៅថាយុទ្ធសាស្ត្រហាមឃាត់ក្នុងការ trade សម្រាប់ account fix spread អញ្ចឹងបងប្អូនគ្រាន់តែកុំ trade នៅម៉ោង4ចាប់ពីម៉ោង4ព្រឹកទៅរហូតដល់ម៉ោង7ព្រឹកបងប្អូនកុំធ្វើការ trade ហើយបើម៉ោង7ជាងបងប្អូន trade ទៅហើយអានេះបើសិនជាក្រៅម៉ោង4ព្រឹកបងប្អូនអាច trade ទៅម៉ោង3អីហ្នឹងអាច trade បានត្រឹមម៉ោងហ្នឹងមកក្រោមហើយចាប់ពីម៉ោង7ព្រឹកទៅចាំបងប្អូនធ្វើការ trade ដោយសារតែ account យើងវា fix spread ត្រង់ហ្នឹងគឺជាលក្ខខណ្ឌឬក៏ច្បាប់របស់ក្រុមហ៊ុន